តើបងប្អូនណាផ្លែស្អាតណាស់បងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការចង់កាត់បន្ថយការចំណាយទៅលើជីគ្រាប់បងប្អូនណាកុំភ្លេចជីម្សៅសញ្ញានគល់មាសប្រើប្រាស់បានគ្រប់ប្រភេទដំណាំទាំងអស់បាទដូចជាដំណាំស្រូវដំណាំដូងដំឡូងមីធូរ៉េនពោតសណ្ដែកម្រេចលម៉ើលគ្រប់ប្រភេទដំណាំហើយអ្វីដែលពិសេសតម្លៃមិនឡើងថ្លៃទៅណាទេបងប្អូនបាទយើងលក់តាមបរិបទបាទសង្គមហើយតកតងជាមួយនឹងគុណភាពវិញគឺខ្ញុំធានាជូនតែម្ដងប្រើប្រាស់ទៅធានាថាត្រឹមតែរយៈពេល1អាទិត្យទៅ10ថ្ងៃយ៉ាងយូរបំផុតបងប្អូននឹងដឹងពីប្រសិទ្ធភាពឯងបងប្អូនអញ្ចឹងសម្រាប់បងប្អូនបាទដែលមានតម្រូវការជីម្សៅនេះសូមតកតងមកឥឡូវឆានមកឥឡូវដើម្បីទទួលបានតម្លៃពិសេសហើយទិញមួយប្រអប់ទទួលបានរហូតដល់7គីឡូបាទឥឡូវប្រើទៀតទេណាឥឡូវចាប់ដើមធ្វើទៀតប្រើរហូត3ដងទាំងហ្នឹងហីបាទ 4B ហ្នឹងហើយ 4B 5B អស់ហើយឥឡូវជឿជាក់អត់បងជឿជាក់អីជឿជាក់ឲ្យបានប្រើតណាអត់ប្រើទេបាទតែការមិនទាន់បានប្រើជីហ្នឹងខ្ញុំប្រើជីនោះ7បាវទៅ8បាវបាទតែឥឡូវកាត់បន្ថែឥឡូវប្រើដល់សល់ប្រហែលបាវដែរជីគ្រាប់5បាវហ្នឹងចំណេញណាបងណាចាបាទអរគុណប្រើជីគ្រាប់សុទ្ធអស់ប៉ុន្មាន3ដែរ7B 8B អញ្ចឹងហើយទិន្នផលបានមិនតាមអត់5តោន6តោនប៉ុណ្ណឹងអស់ហើយណាចាចុះកាពេលដែលបូកនឹងគល់មាសចូលបងប្រើជីគ្រាប់អស់តែ 4B អស់ 4B ហើយទិន្នផលបាន7តោនកន្លះ7តោនកន្លះចាចាប់ពីប្រើនឹងមកវាកាត់បន្ថយក្រាហើយនឹងកាត់បន្ថយជីខ្ញុំបានប្រើថ្នាំម្សៅទេកាត់បន្ថយក្រាហើយនឹងកាត់បន្ថយជីស្រូវវាបាច់លូតលាស់ខ្ញុំប្រើតែមួយវគ្គទេខ្ញុំប្រើអត់តន់នឹងខ្ញុំប្រើតែមួយវគ្គផ្ដាច់ទេបើខ្ញុំប្រើ2វគ្គស្រូវនឹងក៏រឹតល្អកើនជាងនឹងទៀតជឿជាក់សូមប្រើជីគាត់មានទៅល្អហើយបងប្រាច់មុនថាដូចស្រូវនេះតែបានល្អអញ្ចឹងបាទមុនធ្វើមុនអត់បានល្អមែនអានេះចុះទៅត្រឹមទ្រូងបាត់ហើយមានទៀតគ្រូខ្ញុំកពស់ណាស់នេះហើយដីមិនដែរហ្មងផ្លែមិនដែរដីហើយជាន់នៅធូរលួយផុងណាទៅអត់មានរឿងឬអានេះយើងប្រើជីបេធម្មតាវាស្លុកគឺស្លុកហ្នឹងបាទស្រួលស្លុកដាក់ទៅគ្មាននេះនេះស្រូវយើងសុបាយចិត្តដល់ខ្លួនគេហ្នឹងថ្ងៃគេអួតឲ្យហើយបាច់ចាំអួតខ្លួនឯង